6ប្រមាណដងបាន38បងខ្លះក៏តែងតែយកច្រឡំថា6 5ដង30ចាតបមកក៏ដកមកឃើញ8អញ្ចឹងតបមកក៏យក8ហ្នឹងទៅដកអញ្ចឹងទៅចែកភាសាទៀតអញ្ចឹងកន្លែងនេះហើយដែលជាការយកច្រឡំធំមែនទែនសម្រាប់បងប្អូនដាក់តូចវិធីចែកដែលមានតួចែកមួយខ្ទង់ចាអញ្ចឹងចាការចែកលេខកន្លងមករបស់បងប្អូនគឺគាត់តែងតែមានការយកច្រឡំជាច្រើនចំណុចចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការយកច្រឡំរបស់បងប្អូនកន្លងមកចាឥឡូវមើលទាំងអស់គ្នាចា7 14ចែកនឹង7បងប្អូនក៏តែងតែធ្វើបែបនេះណា7ចែកនឹង7កាត់ខ្ទង់អញ្ចឹងតមកក៏ដាក់ម្ដង7ម្ដង7 7សង7 0ចាបន្ទាប់មកក៏ទៅលេខ1តាមទៅមកលេខ4ទៀតចាយក14នេះទៅចែកនឹង7បាន2ដងចា2 7ដង14ចា14សង14 0អញ្ចឹងចម្លើយបែបនេះគឺមិនទាន់ត្រឹមត្រូវទេចាចំណែកខាងនេះវិញក៏បងប្អូនមានការយកច្រឡំដែរជាដំបូងបងកាត់ខ្ទង់តមកបានចម្លើយម្ដង5ម្ដង5ចាតមកឃើញបែបនេះហើយនៅសាល02ទៀតគឺគាត់តម្លាក់ទាំង2តែម្ដងហើយបានចម្លើយតែ01ទេអញ្ចឹងបែបនេះក៏មិនទាន់ត្រឹមត្រូវដែរចាអ្វីដែលសំខាន់គឺខាងនេះណាខាងនេះក៏បងប្អូនមានការយកច្រឡំដែរជាដំបូងគឺគាត់កាត់ទីខ្ទង់បន្ទាប់មកក៏ដាក់6 5ដងចាខ្ទង់38 30 38គឺគាត់ដាក់ខ្ទង់30អញ្ចឹងទៅគាត់ដាក់6 5ដង30ចាអញ្ចឹង38ដក30និង38ចាតមកគាត់គាត់ចាបន្ទាប់មកក៏យក8ហ្នឹងដកឃើញហ្នឹងទៅចែកនឹង6បានភាសាទៀតចាអញ្ចឹងក៏ដាក់6ម្ដង6ចាតមកចម្លើយភាសា2ហើយក៏តមកទៀតក៏កន្លែង5ចាអញ្ចឹង6 4ដង24ចា25សង24អសល់1អញ្ចឹងចម្លើយបែបនេះក៏មិនទាន់ត្រឹមត្រូវដែរចាឥឡូវមកមើលការចែកចំនួនដែលមានតួចែកមួយខ្ទង់ឲ្យបានច្បាស់លាស់និងត្រឹមត្រូវដោយមិនឲ្យមានការផន់ច្រឡំបន្តទៀតណាអញ្ចឹងសូមតាមដានទាំងអស់គ្នាចាអញ្ចឹងជាដំបូងដើម្បីចែកលេខបានណាត្រូវតែចេះសូត្រមានលេខផងដែរចាកាលណាចេះសូត្រមានលេខហើយអញ្ចឹងការចែកលេខគឺមានភាពងាយស្រួលតែបើសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះសូត្រមានលេខច្បាស់ទេអញ្ចឹងគាត់តែមានសភើមានលេខស្រាប់មើលផងដែរចាក្នុងករណីដែលសិស្សគាត់អត់ចេះសាធ្វើយ៉ាងម៉េចក៏នៅតែគាត់សូត្រមានលេខអត់ចេះណានឹងតើតែគាត់មានសភើមានលេខចិត្តខ្លួនទៅអាចចែកលេខបានចាអញ្ចឹងជាដំបូងដើម្បីចែកលេខនេះបានត្រូវតែស្គាល់នេះអ្វីខ្លះដែលត្រូវស្គាល់នៅក្នុងចាលេខបែបនេះលេខចែកបែបនេះណាជាដំបូង1គឺតំណាងចែកចាទី2តួចែកទី3ផលចែកចាអញ្ចឹងខាងនេះគេហៅថាតំណាងចែកចាចំណែកលេខ5នេះគេហៅថាតួចែកចាខាងក្រោមនេះជាចម្លើយរបស់វាគេហៅផលចែកចាបន្តមកលេខ4សំណល់នេះមកពីណាសំណល់នេះគាត់ចែកអំពីការចែកលេខហើយអស់ហើយដែលមានចម្លើយចុងក្រោយនៅខាងតំណាងចែកខាងនេះចាបន្តមក5ផលដកខាងតំណាងចែកចាស្គាល់ឲ្យច្បាស់នៅខាងផលដកខាងតំណាងចែកហ្នឹងចាទីនេះខ្ញុំបង្ហាញលើហើយបន្តមកទី6ទម្លាក់ម្ដងមួយខ្ទង់ខាងតំណាងចែកចាអញ្ចឹងត្រូវស្គាល់លេខទម្លាក់ហើយត្រូវស្គាល់លេខផលដកខាងតំណាងចែកហ្នឹងបានច្បាស់លាស់ផងដែរចាឥឡូវមកមើលទាំងអស់គ្នាមើលតាមមួយទឹកវិញចាអញ្ចឹងលេខនេះ714ចែកនឹង7ដូច្នេះតួចែកមានមួយខ្ទង់ចានៅខាងតំណាងចែកនេះមាន13ខ្ទង់ឯហ្នឹងប៉ុន្តែត្រូវកាត់ខាងតំណាងចែកខ្ទង់ដែរចាអញ្ចឹង7ចាចែកនឹង7បានចាទោះលេខនឹងស្មើគ្នាចាតែបើសិនជាលេខខាងនេះទូចជាងខាងតំណាងចែកអាហ្នឹងមិនអាចចែកបានទេតើតែកាត់ពីខ្ទង់ចាអញ្ចឹង7ចែកនឹង7យើងសូមមានលេខមក7ម្ដងចា7ចាតោះមកយើងចាប់ដើមយកចម្លើយមកដកចា7ដល់7 0ចាអញ្ចឹងនេះគេហៅថានេះផលដកខាងតំណាងចែកចានេះគឺជាផលដកខាងតំណាងចែកចាអញ្ចឹងផលដកខាងតំណាងចែកនេះកាលណាតដកហើយត្រូវចងចាំថាលេខហ្នឹងផលដកហ្នឹងมันអាចយកទៅចែកជាមួយនឹងតួចែកបានទៀតទេត្រូវចាំអញ្ចឹងចាប៉ុន្តែវាអាចចែកបានលុះត្រាតែវាផ្គុំជាមួយនឹងលេខទម្លាក់ហើយបន្ទាប់មកចាប់ដើមទម្លាក់ម្ដងខ្ទង់ចាទម្លាក់លេខ1ចាអញ្ចឹងកាលណាទម្លាក់ចឹងយើងត្រូវស្គាល់លេខទម្លាក់បានច្បាស់លាស់ផងដែរនេះចូលដល់ចំណុចទី6ទម្លាក់ម្ដងមួយខ្ទង់ខាងតំណាងចែកអញ្ចឹងត្រូវស្គាល់លេខទម្លាក់នឹងផងដែរចាអញ្ចឹងកាលណាទម្លាក់មួយដងទោះបីចែកបានឬចែកមិនបានក៏ត្រូវតែបានចម្លើយនៅខាងនេះមួយផងដែរប្រចាំហ្នឹងណាចាអញ្ចឹង1ចែកនឹង7មិនបានក៏ដោយក៏ត្រូវតែមានចម្លើយនៅទីនេះដែរអញ្ចឹង7ប្រមាណដងបាន1អញ្ចឹងចែកបានតែអញ្ចឹងចម្លើយរបស់វាត្រូវតែឃើញ0ចាឲ្យបានចម្លើយផងដែរណាអញ្ចឹង7 0ដង0ចាអញ្ចឹង1ដក0នៅសល់1ដដែលចានេះគឺជាផលដកណាផលដកនោះយើងមិនអាចយកវាទៅចែកជាមួយនឹងតួចែកម្ដងទៀតបានទេវាចែកបានព្រោះត្រាតែវាផ្គុំជាមួយនឹងលេខទម្លាក់បន្តមកទៀតយើងទម្លាក់ខ្ទង់ទៀតគឺលេខ4ចាដូចនេះខ្ញុំប្រាប់ហើយអញ្ចឹងលេខដែលទម្លាក់មកណាចានេះបាន14សួរថាចែកនឹង7បានអត់ចាលេខដែលទម្លាក់មកហើយបើសិនជាវាចែកបានទោះបីទម្លាក់មកហើយចែកមិនបានក៏ត្រូវតែបានចម្លើយដែរចាអញ្ចឹង7ប្រមាណដងបាន14គឺ7 2ដងចាបាន14អញ្ចឹងយកមកដកមកចាសល់0ជាចម្លើយរបស់វាឃើញ102ចាចំណែកលេខខាងនេះវិញអញ្ចឹង500ចែកនឹង5ចានេះហៅតំណាងចែកខាងនេះតួចែកខាងនេះផលចែកនេះផលដកតោះគឺក៏សំណល់ឥឡូវយើងកាត់ខ្ទង់មក5ចែកនឹង5បានអត់បានព្រោះតម្លៃវាស្មើគ្នាគឺចែកបានកុំឲ្យតែតូចជាងណាចឹងយើងដាក់5ម្ដង5ដក5 0ចាអានេះគឺជាផលដកចាឲ្យច្បាស់អញ្ចឹងណាចាបន្ទាប់មកយើងត្រូវស្គាល់លេខទម្លាក់អញ្ចឹងលេខទម្លាក់មានថាទម្លាក់ពីកន្លែងនេះចូលមកក្រោមអញ្ចឹងលេខទម្លាក់ហ្នឹងទម្លាក់បានតែមួយដងមួយតួទេអញ្ចឹង0យកទម្លាក់មកចាអញ្ចឹងលេខ0នេះគឺទម្លាក់
ចឹងការណាតំលាក់មកហើយត្រូវតែបានចម្លើយនៅខាងនេះមួយផងដែរណាត្រូវតែបានចម្លើយទោះបីជាលេខនឹងចែកមិនបានក៏ដោយឬក៏ចែកបានក៏ដោយក៏ត្រូវតែមានចម្លើយមួយទីអញ្ចឹងបើសិនជាតម្លាក់ហើយចែកមិនបានអញ្ចឹងចម្លើយរបស់វាត្រូវតែដាក់0ដងចាអញ្ចឹងចម្លើយរបស់វាត្រូវដាក់0ដងណា5 0ដង0ចាបន្តមក0អត់0អានេះគឺជាផាត់ដកទេតែបន្តមកតម្លាក់ខ្ទង់ទៀតអញ្ចឹងការណាតម្លាក់មួយដងត្រូវតែបានចម្លើយមួយដងត្រូវតែបានចម្លើយផងដែរណាចាអញ្ចឹង0នេះតម្លាក់មកហើយចាក់បានត្រូវតែបានចម្លើយផងដែរអញ្ចឹងចម្លើយរបស់វាគឺ0ចា5 0ដង0 0អត់0 0ចាអញ្ចឹងចម្លើយឃើញ100ណាចាចំណែកលេខនេះវិញចាអញ្ចឹង385ចែកនឹង6 3កាត់ខ្ទង់ចែកនឹង6អាចបានទេដោយសារតែ3ទៅជាង6អញ្ចឹងបងប្អូនទៅចាំណានឹងត្រូវកាត់ពីខ្ទង់វិញបើសិនជាចែកមិនបានគឺយក38ទៅចែកនឹង6ចា6ប្រហែលដងបាន38បងប្អូនខ្លះក៏តែងតែយកច្រឡំថា6 5ដង30ចាតបមកក៏ដកមកឃើញ8អញ្ចឹងតបមកក៏យក8ហ្នឹងទៅដកអញ្ចឹងទៅចែកភាសាទៀតអញ្ចឹងកន្លែងនេះហើយដែលជាការយកច្រឡំធំមែនទែនសម្រាប់បងប្អូនអ្នកតូចចាហេតុអីបានជាគាត់ដាក់6 5ដង30ទៅវិញពេលដែលខ្ញុំសួរគាត់ថាព្រោះលេខនេះខ្ទង់30ដូចគ្នាចាគាត់ថាដឹងយកប្រមាណដងច្បាស់លាស់ទេអញ្ចឹងខ្ញុំនឹងកំណត់ពីការយកប្រមាណដងឲ្យបានច្បាស់លាស់អញ្ចឹងមើលមេលេខចាអញ្ចឹងមើលមេលេខនេះណា6 ម្ដង6 1 2 12អញ្ចឹងទៅនេះ6 5ដង30 6 6ដង36អញ្ចឹងបងប្អូនត្រូវយក6 6ដង36ចា6 7ដង42លើសនេះក៏គេអាចយកដែរគេយកលេខណាដែលនៅបន្ទាប់ពីលេខដែលចិត្តបន្ទាប់ពីលេខដែលលើសចានេះបន្ទាប់ពីលេខដែលលើសគឺ36មិនអាចយក30គាត់បានទេព្រោះ30គាត់នេះវាតូចជាងឆ្ងាយពេកចាអញ្ចឹងត្រូវយក36ព្រោះ36នេះវាគៀក38ហើយតោះណាកាលណាបើគៀក38ហើយចម្លើយគឺគេយក6 6ដងចាអត់យក6 5ដងទេចាយក6 6ដង35មួយចាអញ្ចឹង38ដក36បានទេបានចេញសូត្រទាំងអស់គ្នាមែនអញ្ចឹង6ដល់8សល់2 3ដល់3 0ចាបន្តមកយើងទម្លាក់លេខ5កាលណាទម្លាក់ហើយគឺបាន25អញ្ចឹងយក25ហ្នឹងទៅចែកនឹង6ទៀតចាអញ្ចឹង6 4ដង24ចាអញ្ចឹងយក6 4ដងទៅ24តោះមកយើងដកមកនៅសល់1ចានេះគឺជាសំណល់ចាចុចចម្លើយរបស់វាឃើញ24ចាអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនា